ដាយណាំងពីក្មេងមិនខំប្រឹងរៀនដល់ពេលហត់ប្រាណទើបដឹងចំណេះសំខាន់គេប្រើខួរក្បាលឯងវិញប្រើកម្លាំងញើសហូរទាំងទើបរលឹកនឹកស្ដាយណាស់កាលនោះបើមិនភ្លើតភ្លើនរួងជាទំនើងម្លេះពេលនេះបានធូរហើយច្រលឹ